Thailand therefore strongly rejects Cambodia's unfounded allegations of illegal annexation and urges Cambodia to cease making such claims. លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតលេងប្រើពាក្យថៃឈ្លានពានកម្ពុជាបន្ទាប់ពីមន្ត្រីនាំពាក្យក្រសួងការបរទេសថៃព្រមានមិនអោយប្រើពាក្យនេះដើម្បីកុំអោយខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃដែលខុសពីការថ្លែងសាររបស់លោកកាលពីលើកមុននិងការប្រកាសរបស់ក្រសួងការបរទេសកម្ពុជាដែលហៅការកាន់កាប់ទឹកដីខ្មែររបស់យោធាថៃជាង10កន្លែងគឺជាការឈ្លានពានផលលំបាកជាច្រើននៅបន្តមានលោកហ៊ុនម៉ាណែតបានថ្លែងសារពិសេសកាលពីយប់ថ្ងៃទី10ខែមករាដោយហៅសកម្មភាពឈ្លានពានទឹកដីកម្ពុជាពីភាគីថៃថាជាចំនួនប្រដាប់អាវុធជាងការឈ្លានពានរាជរដ្ឋាភិបាលយល់ច្បាស់ណាស់ពីទុក្ខលំបាកនិងបញ្ហាប្រឈមនានារបស់បងប្អូនជនរួមជាតិរបស់យើងជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីចំនួនព្រំដែនកាលពីថ្ងៃទី8ខែមករាអ្នកនាំពាក្យក្រសួងការបរទេសថៃលោកនីកនដេកបានទាមទារឲ្យកម្ពុជាបញ្ឈប់ការផ្សព្វផ្សាយថាប្រទេសថៃបានឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ដើម្បីកុំឲ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃពាក់ព័ន្ធនឹងករណីយោធាថៃចូលកាន់កាប់ទឹកដីកម្ពុជានៅតំបន់ព្រំដែន This must not be misconstrued as territorial occupation លោកព្រមានថាការទាមទារនេះនឹងធ្វើឲ្យប៉ះពាល់ដល់បរិយាកាសអំណោយផលដល់ការចរចាដោយសន្តិវិធីកាលពីថ្ងៃទី3មករាក្រសួងការបរទេសកម្ពុជាបានប្រកាសទទួលស្គាល់ជាលើកដំបូងថាយោធាថៃបានកាន់កាប់ទឹកដីខ្មែរជាច្រើនកន្លែងដោយខុសច្បាប់អន្តរជាតិបន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់ក្រោយយល់ព្រមទទួលយកបទឈប់បាញ់ក្រោយសង្គ្រាមឈ្លានពានរបស់ថៃក្រសួងការបរទេសកម្ពុជាចាត់ទុកទង្វើទាំងនេះជាទង្វើឈ្លានពានដោយយោធាថៃបានវាយសម្រុកដោយគិតទុកជាមុនចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតនៅយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជាជាង10កន្លែងក្នុងខេត្តចំនួន4រួមមានភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងត្រកួនអូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំជាដើមកម្ពុជាមិនចង់បានដីអ្នកណា1មីលីម៉ែត្រប៉ុន្តែក៏មិនអោយអ្នកឯងមកបំពេញ1មីលីម៉ែត្របានដែរនេះជាការបដិញ្ញាចិត្តរបស់យើងលើសពីនេះកាលពីថ្ងៃទី29ធ្នូលោកហ៊ុនម៉ាណែតបានសរសេរសារយ៉ាងវែងអន្លាយរៀបរាប់ពីផលវិបាកនៃសង្គ្រាមដោយលោកហៅថាជាសោកនាដកម្មបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃចំណែកពលរដ្ឋខ្មែរភាគច្រើនមិនគាំទ្រនឹងការឈប់ប្រើពាក្យថៃឈ្លានពានកម្ពុជានេះទេអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើនបានបញ្ចេញទស្សនៈហាក់ខឹងសម្បានឹងការព្រមានរបស់ភាគីថៃនិងបញ្ជាក់ថាពួកគាត់នៅតែប្រើពាក្យថាថៃឈ្លានពានកម្ពុជាជានិច្ចបើទោះបីជារដ្ឋាភិបាលលែងប្រើក៏ដោយពួកគាត់ថានេះគឺជាភាពជាក់ស្ដែងដែលយោធាថៃបានឈ្លានពានកម្ពុជាយ៉ាងកំរោលនិងអមនុស្សធម៌ជាទីបំផុតផ្អែកលើច្បាប់អន្តរជាតិសកម្មភាពរបស់យោធាថៃនេះគឺជាការវាយប្រហារឈ្លានពានកម្ពុជាមិនអាចប្រកែកបានខ្ញុំថាថៃពីទីក្រុងមែលប៊នហើយយើងមិនដឹងគិតធ្វើម៉េចបើវាចូលមកឈ្លានពានយើងហើយយើងខូចខាតផ្ទះសម្បែងដីធ្លីទ្រព្យរបស់វាលួចវាយកវាប្រមូលមិនសំបីតាមន់មានក៏វាចាប់យកទៅដែរយើងគិតតែប៉ុណ្ណឹងមន់ទាគោតម្រៃអីឃើញវាតាមមើលតាមនេះវាគៀយកទៅទាំងអស់ហើយម៉ូតូមកអីវាគៀហើយវាដាក់លើឡានហើយវាសិតឲ្យមេដៃយើងអញ្ចឹងនៅយើងខាងស្មាច់អូនអាស៊ាននឹងចរិតវាចោលសួរពូជមកសន្តានវាតម្រងតាំងពីកូនរហូតដល់ចៅមកពូជម៉ូវាហ្មងចោលសៀមហ្មងចោលប្លន់ទឹកដីយើងតម្រងព្រោះបានថាចោលប្លន់ទឹកដីយើងដូចប្រជាជនដូចពួកខ្ញុំនេះពលរដ្ឋាភិបាលយើងអត់បានចង់បានទឹកដីគេទេអញ្ចឹងតែអង្កលខ្ទុះហ្នឹងយើងអត់មានបានត្រៀមទាំងអស់គ្នាអត់បានមានរដ្ឋាភិបាលប្រាប់ថាអមើលជំនះខ្លួនអីចេះព្រោះយើងវាអត់មានគោលបំណងទៅឈ្លានពានគេយើងនៅផ្ទះយើងដល់តែពេលគេឈ្លានពានយើងគេចង់បានទឹកដីយើងគេដាក់មកក្ដុងយើងនាំគ្នារត់មកតែខ្លួនគាត់អត់បានអីទេអូនខ្ញុំបានក្រាបនៅក្នុងលូគេដឹកចៅ5ក្រាបនៅក្នុងលូដល់តែអ្នកគេធ្វើដំណើរមកគេឃើញយើងអត់មានអីមកអញ្ចឹងគេលើកដាក់ឡានមកតែខ្លួននឹងឯងគេលើកមកដល់យកមកដាក់នឹងហ្មងក៏នៅនឹងរហូតទៅអត់ដែលបានទៅណាគេទេអូនហើយវាអាណោចអធមណាអូនអើយអញ្ចឹងបានថាខ្ញុំចង់បានតែសន្តិភាពទេខ្ញុំអត់ឲ្យមានសង្គ្រាមទេអត់ចង់បានសង្គ្រាមទេព្រោះថាគឺសង្គ្រាមនេះកងទ័ពវិរៈកងទ័ពយើងពលីហើយលបួសហើយប្រជាពលរដ្ឋចម្លៀសជនភៀសឹកពេញទឹកពេញដីឈឺហើយមន្ទីរពេទ្យកន្លែងណាដែលនៅឆ្ងាយយើងបានជាបាលបើនៅចិត្តវាបំផ្លាញគ្រប់កន្លែងទាំងអស់តាំងទីវត្តអារាមមន្ទីរពេទ្យសាលារៀនផ្ទះប្រជាពលរដ្ឋគឺវាបំផ្លាញទាំងអស់តាំងពីផ្លូវស្ពាននេះបានថាវាការពារទឹកដីវាអីអានេះវាប្លន់យើងទាំងស្រុងហ្មងឈ្លានពានទឹកដីយើងទាំងស្រុងតម្រងផ្ទះខ្ញុំចូលអត់បាន
nhưng mà đang khá sự kiện tiền nhưng nó mấy ấy mấy nhưng mà đang bạn những cái nhà lưu lục xây đang prey mất bên ní trong càng nghề của đồng miềnរបស់វិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាកំពុងតែស្ថិតនៅភូមិព្រៃច័ន្ទស្ថិតនៅឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទទស្សនវិជ្ជាដែលយើងកំពុងតែធ្វើនេះគឺនៅថ្ងៃទី7ខែមករាឆ្នាំ2026នៅភូមិព្រៃច័ន្ទនេះមានសភាពស្ងាត់ជ្ងំប្រជាពលរដ្ឋបានជិះទឹកចេញទឹកទាំងអស់បាទនៅសល់ផ្ទះមួយចំនួនមានបុរសម្នាក់ដែលជាបង្គោលគ្រួសារគាត់នៅចាំផ្ទះប៉ុន្តែប្រជាពលរដ្ឋសមាជិកគ្រួសារបានជិះទឹកចេញផ្ទះហើយផ្ទះមួយចំនួនក៏រងការខូចខាតដែរបាទឥឡូវយើងសូមទស្សនាទស្សនវិជ្ជាផ្ទះដែលរងការខូចខាតដល់ពីសំណាក់បាទយន្តហោះចម្បាំងរបស់ថៃបានទម្លាក់ក្របបែកបាទនៅចំគេហដ្ឋានរបស់ប្រជាពលរដ្ឋបាទនៅម្ដុំនេះមាន3 4ផ្ទះបាទដែលរងការខូចខាតដោយសារតែការទម្លាក់ក្របបែកបាទផ្ទះនេះគឺផ្ទះរបស់ប្រជាពលរដ្ឋស៊ីវិលដែលគាត់ប្រកបរបរបាទលក់ចំណេញទិញទួចនឹងការបើកជាកន្លែងវាលុយអីជាដើមបាទនេះជាផ្ទះរបស់ប្រជាពលរដ្ឋដែរគាត់បាទលក់ចានឆ្នាំងបាទហើយពេលនេះបានតិចតួស្ទឹងតែទាំងស្រុងហើយបងប្អូនបាទដូចទស្សនវិជ្ជាបងប្អូនបានឃើញបាទទស្សនវិជ្ជានេះគឺនៅថ្ងៃទី7ខែមករាបាទនាងកញ្ញាលោកស្រីភូមិព្រៃច័ន្ទបាទជាភូមិដែលធំហើយមួយផ្នែកនៃភូមិព្រៃច័ន្ទនេះក៏ត្រូវបានយោធាថៃបាទពាត់ដីយើដែរដោយការដាក់សំណាញ់បន្លាលួសនិងការប្រើប្រាស់ទូកុងតឺន័រដើម្បីខាន់យកទឹកដីភូមិព្រៃច័ន្ទមួយផ្នែកនេះគឺជាមួយផ្នែកដែលខាងកម្ពុជាគ្រប់គ្រងបានបងប្អូនបាទតាមខ្ញុំសួរពីសំណាក់កងកម្លាំងយោធានៅទីតាំងនេះគាត់ថាទីតាំងដែលយើងឃើញបានឈើជើងបានតែនៅលើផ្លូវទេអត់អាចឈើជើងនៅចូលទៅទីផ្ទះនឹងបានទេដោយសារតែមានសំណល់យុទ្ធភ័ណ្ឌមិនទាន់ទូជាច្រើនដែលវាអាចបង្កហានិភ័យបើសិនជាចូលទៅទីអញ្ចឹងយើងសូមដាក់រូបភាពនេះរៀងឆ្ងាយទីជាងឈើពីផ្លូវទៅបាទហើយការប៉ះទង្គិចលើកនេះមិនមែនខ្ទេចតែផ្ទះប្រជាពលរដ្ឋទេសម្ភារៈដូចជារថយន្តរបស់ប្រជាពលរដ្ឋក៏មានការខ្ទេចខ្ទាំដោយសារតែយោធាថៃបានទម្លាក់ចំទីតាំងបាទកន្លែងទុករថយន្តរបស់គាត់អីជាដើមអញ្ចឹងវាជាសោកនាដកម្មមួយជាលទ្ធផលដែលយើងមិនចង់ឃើញមិនចង់ដឹងឮប៉ុន្តែវាបានកើតឡើងទៅហើយបាទទស្សនវិជ្ជានេះគឺជាលទ្ធផលនៃសង្គ្រាមរយៈពេលជាង21ថ្ងៃដែលយោធាថៃប្រើអាវុធទំនើបបានប្រហារនិងទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាបាទនាងកញ្ញាលោកស្រីឃើញថាទស្សនវិជ្ជានៅទីតាំងនេះក៏ផ្នែកមួយនៃភូមិព្រៃច័ន្ទដែរយើងឃើញថាមានការបាញ់ប្រហារពីសំណាក់យោធាថៃខ្លាំងមែនទែននៅត្រង់ចំណុចនេះផ្ទះប្រជាពលរដ្ឋទាំងសងខាងផ្លូវគឺរឿងការខ្ទេចខ្ទាំស្ទើរតែទាំងស្រុងបាទនៅខាងស្ដាំដៃខ្ញុំនេះបាទរហូតដល់ខាងក្រោយខ្នងនេះបាទខាងនោះបាទខ្ទេចទាំងអស់បាទតែងាកមកខាងនេះបាទយើងឃើញថាមានរថយន្តរបស់ប្រជាពលរដ្ឋដែលលោកទុកហើយប្រហែលជាម្ចាស់រថយន្តឬក៏ម្ចាស់ផ្ទះនេះគាត់បានភៀសសឹកទៅកាន់ទីទួលមានសុវត្ថិភាពហើយអញ្ចឹងរថយន្តរបស់គាត់ត្រូវរងការវាយប្រហារពីសំណាក់យោធាថៃបាទដែលបាញ់ប្រហារមកយ៉ាងសន្ធាប់នៅក្នុងអំឡុងពេលដែលការប៉ះទង្គិចប្រដាប់អាវុធរយៈពេលជាង20ថ្ងៃកន្លងទៅនេះបាទនៅផ្នែកខាងនេះផ្ទះប្រជាពលរដ្ឋក៏រងការខូចខាតដែរបាទសិតតែផ្ទះរបស់ប្រជាពលរដ្ឋស៊ីវិលដែលពួកគាត់បានភៀសសឹកចេញទៅទីទួលមានសុវត្ថិភាពបាទហើយត្រឡប់មកវិញបាទសង្កេតឃើញផ្ទះគាត់ខ្ទេចខ្ទាំហើយប្រជាពលរដ្ឋមួយចំនួនទៀតបាទគាត់បានភៀសសឹកបាទរហូតមកដល់ថ្ងៃនេះគាត់អត់អាចចូលទៅកាន់ទីតាំងលំនៅឋានរបស់គាត់បានទេដោយសារតែយោធាថៃបានពាត់យកទីតាំងផ្ទះរបស់ពួកគាត់ហើយក្រុមការងារព័ត៌មានវិទ្យុស្ត្រីក៏បានជួបសម្ភាសជាមួយនឹងប្រជាពលរដ្ឋទាំងនោះនៅឯទីតាំងភៀសសឹករបស់គាត់នៅវត្តមួយកន្លែងនៅក្នុងទឹកដីស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះដែរបាទដល់ពេលថ្ងៃ27ហ្នឹងបត់ឈប់បាញ់ហ្នឹងកងតឺន័រហ្នឹងម្ដងដល់ដល់អញ្ចឹងគេនាំគ្នាទៅមើលផ្ទះគេគ្រប់គ្នាផ្ទះខ្ញុំចូលអត់បាន
nhưng mà đang phát sự kiện tiền nhưng nó mấy ấy mấy nhưng mà đang té vì anh xe tay bị bạc bài tì ở từ hay khốp mới phòng nên tao qua tại phòng xây dựng bàn mưa của nhà bắt lại nghĩ tới chị bật chị mọi số khơi ấp tụ bay ấp tụ pì nhà này kiên tiền này ដល់ពេលខ្ញុំផ្ទះនៅក្នុងខ្ញុំទៅអត់កើតវាពាត់យកអស់លេងហើយណាមួយឡងពេលដែលយើងរត់ចេញមកដែលពួកគេនឹងវាយដល់វត្តគេមានទ្រព្យសម្បត្តិខ្ទុកច្រើនដូចនៅសាលារៀនវត្តអារាមទីតាមផ្លូវអីមានច្រើនប្របីចកោមកលាក់មកអីច្រើនចឹងទៅសំបីតែតាគាត់ទៅមួយថ្ងៃនោះទៅដើររោមមើលឆ្កែក៏មិនហ៊ានឲ្យគាត់ដើរស្ទៃសាដែរខ្លាំង Yeah, this conflict is taking ចំនួនរវាងកម្ពុជានិងថៃកំពុងកើតឡើងដែលជាទីតាំងនៃសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិនេះគឺជាប្រាសាទដែលឧទ្ទិសទៅដល់សាសនាហិណ្ឌូដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនៅក្នុងករណីនេះប្រាសាទទាំងនេះកំពុងត្រូវបានបំផ្លាញខណៈពេលដែលយើងកំពុងពិភាក្សាតើពិតដែរឬទេ Are they being destroyed as we speak? Are they or Yes, they are. ពិតហើយក្នុងនោះមានប្រាសាទតាក្របីដោយដែលយើងទើបតែឃើញនៅលើអេក្រង់អំបញ្ញមិញនេះប្រាសាទនេះត្រូវបានបំផ្លាញកាលពីម្សិលមិញបើខ្ញុំចាំមិនខុសខ្ញុំពិតជាខូចចិត្តណាស់យើងក៏ឃើញថាប្រាសាទព្រះវិហារទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរអំឡុងការប្រយុទ្ធគ្នាកាលពីខែកក្កដាហើយឥឡូវនេះផ្នែកសំខាន់នៃតួប្រាសាទនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរដូច្នេះខ្ញុំចង់ត្រឡប់ទៅនិយាយអំពីប្រវត្តិប្រាសាទព្រះវិហារបន្តិចប្រាសាទនេះទទួលបានសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ថាជារបស់កម្ពុជាវាគឺជាសេចក្តីសម្រេចតាំងពីឆ្នាំ1962ហើយត្រូវបានអះអាងម្ដងទៀតនៅក្នុងឆ្នាំ2013 13 ទោះបីជាប្រាសាទទាំងនេះស្ថិតនៅព្រំដែនយើងឃើញនៅលើផែនទីថាប្រាសាទទាំងនេះស្ថិតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា Yeah, it has been ruled as to be a Cambodian temple. ប្រាសាទនេះត្រូវបានកាត់សេចក្តីថាជាប្រាសាទរបស់កម្ពុជាវាជារឿងមិនអាចទទួលយកបាននោះទេដែលអំពើឈ្លានពាននេះបានបង្កផលប៉ះពាល់ដល់ប្រាសាទទាំងនេះ And these temples ហើយប្រាសាទទាំងនេះត្រូវបានសាងសង់នៅអំឡុងចក្រភពអង្គរដែលជាសម័យរុងរឿងនៃប្រវត្តិសាស្ត្រកម្ពុជាដែលសៀមនៅពេលនោះត្រូវបានចាត់ទុកថាជានគរតូចតាចនៅក្បែរខាងនៅឡើយ you know second rate the Hicks are living next door ដើមឈើក៏ខ្ទេចខ្ទីអស់ដែរបងប្អូនអើយជាដើមឈើកុំថាឡើយប្រាសាទដើមឈើក៏ខ្ទេចខ្ទីគ្មានសល់ដែរអល់ឈើមួយដើមបាញ់មើលនេះដើមឈើមួយលបួសដើមឈើហ្នឹងហើយនេះមើលនេះមួយដើមឈើបងប្អូនលបួសខ្ទេចខ្ទីអស់គ្មានសល់ហើយយីរួមដូចយកដើមឈើទៅជាចង់ងាប់ស្លឹកអស់នេះនេះងាប់ឲ្យត្រូវលបួសដូចយើងចឹងគ្នាមានពេទ្យណាព្យាបាលហ្នឹងហើយសុดยอดนัดนี้เป้าหมายเปลี่ยนเป้าหมายพังเลยว่ะพี่ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី12ខែមករាបានចេញផ្សាយនៅការចងក្រងជារូបភាពនិងវីដេអូស្ដីពីការវាយប្រហារបំផ្លិចបំផ្លាញរបស់ក្រុមទាហានថៃមកលើប្រាសាទព្រះវិហារក្រសួងបានលើកឡើងថាការវាយប្រហារនៅក្នុងសង្គ្រាមឈ្លានពានទាំងពីរលើករបស់កងទ័ពថៃជាពិសេសការវាយប្រហារយ៉ាងដំណំអស់រយៈពេល21ថ្ងៃនៅក្នុងខែធ្នូបានធ្វើឲ្យសំណង់ស្ថាបត្យកម្មសំខាន់ស្ទើរទាំងអស់របស់ប្រាសាទរងការខូចខាតធ្ងន់ធ្ងរហើយមានផ្នែកខ្លះបានខូចខាតទម្រង់ដើមទាំងស្រុងតែម្ដងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបន្តថាបេសកកម្មចងក្រងជាឯកសារជារូបភាពនិងវីដេអូដែលធ្វើឡើងដោយអាជ្ញាធរជាតិព្រះវិហារបានបង្ហាញថាសំណង់ស្ថាបត្យកម្មទាំងអស់របស់ប្រាសាទព្រះវិហារចាប់តាំងពីគោបុរៈទី1រហូតដល់ទី5រួមទាំងស្ពានហាលតភ្ជាប់ទាំងអស់និងចិន្តាបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែការវាយប្រហារពីគ្រាប់ប្លង់ធុនធ្ងន់ការទម្លាក់គ្រាប់បែកពីយន្តហោះគ្មានមនុស្សបើកឬហៅថាដ្រូននិងយន្តហោះចម្បាំងដែលបានបាញ់សម្ដៅផ្ទាល់មកលើតំបន់ប្រាសាទព្រះវិហារនៅក្នុងរបាយការណ៍បានបញ្ជាក់ថាសំណង់ស្ថាបត្យកម្មគោបុរៈទី1ទី2និងទី3ដែលស្ថិតនៅក្រោមគម្រោងអភិរក្សនិងជួសជុលដែលផ្ដល់ជំនួយពីប្រទេសចិនបានរងការខូចខាតលក្ខណៈធ្ងន់ធ្ងរនិងផ្នែកជាច្រើនបានខូចខាតទម្រង់ដើមទាំងស្រុងដែលទាមទារឲ្យមានការសិក្សាលម្អិតនិងលក្ខណៈបច្ចេកទេសនិងការរៀបចំផែនការជួសជុលឡើងវិញពីព្រោះលទ្ធផលសិក្សាកន្លងមកមិនអាចយកមកប្រើប្រាស់បានទៀតឡើយក្រៅពីនេះ
អាគារនិងសម្ភារៈសម្រាប់គម្រោងអភិរក្សនិងជួសជុលជណ្ដើរបុរាណខាងជើងរបស់ប្រាសាទដែលជាជំនួយរបស់សហរដ្ឋអាមេរិកនិងអាគារនិងសម្ភារៈសម្រាប់គម្រោងអភិរក្សនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធគោប្រទី5ដែលជាជំនួយរបស់ប្រទេសឥណ្ឌារួមទាំងសិលាចារឹកជាដើមដែលរងការខូចខាតនិងបំផ្លាញទាំងស្រុងកំពុងរារាំងដំណើរការអភិរក្សរបស់ស្ថាប័នជាតិនិងដៃគូអន្តរជាតិក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថាក្រសួងបានដាក់របាយការណ៍វិតម្លៃស្ដីពីការខូចខាតនិងការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារទាំងនេះទៅអង្គការ UNESCO គណៈកម្មាធិការបេតិកភណ្ឌពិភពលោករដ្ឋសមាជិក ICC ព្រះវិហារនិងសហគមន៍អន្តរជាតិដើម្បីជ្រាបជាព័ត៌មានដើម្បីអំពាវនាវឲ្យមានការគាំទ្រដល់វិធានការបន្ទាន់ការពារប្រាសាទពីការវាយប្រហារបន្ថែមទៀតរួមទាំងការអភិរក្សនិងជួសជុលស្ដារប្រាសាទឡើងវិញក្រសួងក៏បញ្ជាក់ថាក្រសួងកំពុងបន្តសិក្សាស្រាវជ្រាវដើម្បីចងក្រងឯកសារលម្អិតស្ដីពីការខូចខាតបន្ថែមទៀតនិងកំពុងតាក់ទងជាមួយស្ថាប័នជំនាញជាតិនិងអន្តរជាតិដើម្បីស្វែងរកយុត្តិធម៌និងការស្ដារឡើងវិញនៃប្រាសាទព្រះវិហារខ្ញុំថាថៃពីទីក្រុងមែលប៊នត្រូវក្របឆេះតិចប្រាសាទក៏ខូចអស់ដើមខ្នោនេះឆេះឡើងងាប់សោះប្រាសាទព្រះវិហារ I'm here in Tamar Port district in Bontai Mien Chay. We were just driving past on our way to the next destination. And we came across these two buses where the two drivers a short while ago dared to stop, rest and eat their lunch when they were targeted by a Thai drone bomb attack and murdered in cold blood. Their lunch still sits on the driver's seat. Total destruction and targeting of civilians. There is no excuse, no propaganda that can account for this or excuse it. The Thai government and the Thai military must be held to account. ចុះជឿនទីរស់នៅស្រុកជើងផ្សានខេត្តព្រះវិហារខ្ញុំទៅនៅខេត្តបងនៅខេត្តព្រះវិហារបាននៅភៀសសឹកនៅខេត្តព្រះវិហារប្រហែលមក20ថ្ងៃជាងបានមកវិញផ្ទុះខ្លាំងហ្មងបាទដាក់លឺដល់បោទេលឺឡើងគ្រឿងរហូតបានទៅត្រូវប៉ះមកគ្រាប់ដែរនៅផ្ទះខូចស្យាប់មុខនឹងទ្វារតិចតួចក្រុមស៊ីម៉ាក់ថាប្រហែលមិនទៅផ្ទុះគេសន្និដ្ឋានថាទៅផ្ទុះជាមុខលបននឹងហើយផ្ទះនឹងហើយបាទជីវភាពយើងរោអញ្ចឹងហើយnên trộm thế Thôi nó pruy bà rong này rong. Bà pruy taបងយើងខ្លាចធ្វើវាផ្ទុះហ្នឹងណាប៉ះពាល់ដល់គេដែរនឹងគ្រួសារយើងbàដល់អាជីវភាពយើងមកប្រហែល4ថ្ងៃហ៎បងមកជុំគ្នាទាំងអស់ទាំងប្រពន្ធទាំងកូនជាងកូនអីទាំងអស់គិតព្រួយដូចតែគ្នាហ្នឹងបងវាដឹងធ្វើម៉េចបើយើងត្រូវអញ្ចឹងហើយតែការងារយើងមកប៉ុណ្្នឹងហើយមកបើមេមកគាត់ឆៅមកដែរបាទបងឃើញអ្នកខ្លះរត់ចោលរត់ឡើងអត់ទាំងលុយអត់ទាំងកាក់បាទហ្នឹងហើយយើងទៅមិនអីទៅដេកស៊ីអត់ទៅដឹងដែរបងវាស៊ូខាងភូមិគុំគេថាចាំមើលខាងស៊ីម៉ាក់សិនបាទគេថាបើកមកខាងទៅគេឲ្យយើងចុះក្នុងដៅក្លេបទូហ្នឹងរបស់របររោស៊ីខ្ញុំខ្ទេចខ្ទីអស់ឥឡូវយើងសង្ឃឹមអុយខំទាំងអីទៅដេកស៊ីរបបក៏យើងមិនសប្បាយចិត្តមានចំណូលមករៀលចូលទេរឿងហើយចាស់ប៉ុណ្ណេះទៅហើយធ្វើម៉េចទៅពាក្យកតាជីវិតហើយយើងរោបានតែប៉ុណ្ណេះឯងឥឡូវគេថាដីគេវាមកលូបលន់យកដីម៉ែវាក៏ទុកឲ្យហ្នឹងអត់ទេគឺវាឆ្លៀនពៀនយកបដ វាដូចជាវាមិនលួចបដ និយាយចំទៅឈឺមែនណាខ្ញុំនិយាយត្រង់សណាខ្ញុំរត់រួចបើកុំរត់រួចក្រាបត្រៃផ្ទះខ្ញុំនោះខ្ញុំលូតជង្គង់ព្រឹបផឹងខ្ញុំដូរមែនទេឲ្យជីវិតនេះដែរចឹងតិចពីក្របតាំងថ្ងៃណាមកតាំងពីថ្ងៃទី8ម៉ោងប៉ុណ្ណាអីណាម៉ោង12ម៉ោង10អីខ្ញុំនៅក្នុងផ្ទះเอาក្រោមផ្ទះមានចេញទៅខាងណាវិញខ្ញុំទៅវត្តចាំស៊ីហើយបានមកផ្ទះប្រហែលដងហើយមកយកមកដងហើយគ្រុនរាល់ថ្ងៃខ្ញុំគ្រុនរាល់ថ្ងៃកាត់អីដែរមីវាគ្រុនកោបដាស់សាយ
នៅថ្នាក់ខាងនោះនៅថ្នាក់ដែលវាជិះបលាលូវាពិតទៅដល់កែងផ្ទះកូនខ្ញុំចេះទៅវាពិតតលិចខ្ញុំនៅខាងនោះ38នឹងដល់បលាលូវាតែមិនអីចេញមកយកឲ្យបានចាចូលយកបានចូលយកតែយើងបេះដូងបេះអុយចៅខ្ញុំដុបដូងទៅអញចែកធានតាមផ្លូវលួចចូលលួចទេទាំងភ័យទាំងអស់ទេចឹងមានន័យថាគេឃ្លាំងបលាលូចាឃ្លាំងបលាលូខាងក្រោយតែខ្ញុំគេដាក់កុងតឺន័រកាមេរ៉ាគេយ៉ាអានោះតែនេះនៅភូមិនេះតាំងបានរយៈពេលប៉ុន្មានយូរតាំងយូរហើយចូល20 ផ្លាយឆ្នាំអូអញ្ចឹងមិនមែនថាគេថាចេះថាទឹកដីគេហើយយើងនៅតាំងពីអើយមកក៏ម៉ែឆ្លើយមកថាទឹកដីឯងនោះមួយទល់មួយក៏ហ៊ានកាប់ឯងចោលហើយខ្ញុំក្តៅណាស់អីត្រង់បដ ហើយឈឺមែនខ្ចាត់ខ្ចាយអស់អាលីងចេះខ្ញុំរបស់របររោស៊ីខ្ញុំខ្ទេចខ្ទីអស់ឥឡូវយើងសង្ឃឹមអុយខំទាំងអីតដេកស៊ីរបបក៏យើងមិនសប្បាយចិត្តគ្មានចំណូលមករៀលចូលទេរឿងហើយចាស់ប៉ុណ្ណេះទៅហើយធ្វើម៉េចទៅពាក្យកតាជីវិតហើយយើងរោបានតែប៉ុណ្ណេះឯងឥឡូវគេថាដីគេវាមកលូបលន់យកដីម៉ែវាក៏ទុកឲ្យហ្នឹងរោយកអត់តែកំបាក់នេះទៅវិញទៀតបាក់ជើងបាក់ដៃអស់ហើយតែយកទៅអត់មានធ្វើទេទៅម៉ែទុកកូនម្ដងខ្ញុំចង់ទៅផ្ទះខ្លាំងខ្ញុំចង់ដួលនៅក្នុងភូមិវិញអត់ចង់មានសង្គ្រាមទេ
ពីមួយកន្លែងមកកន្លែងពីមួយកន្លែងទៅមួយកន្លែងចឹង បាក់ចិត្តសន្យាខ្ញុំបដិញ្ញាខំប្រឹងរៀនដើម្បីការពារទឹកដីដើម្បីជាតិឲ្យខ្ញុំកតស៊ូណាតាំងពីថ្ងៃ24រហូតមកដល់ពេលនេះក៏តតស៊ូក្នុងចិត្តខ្ញុំព្រឹកឃើញថាឲ្យខ្ញុំខ្ញុំនឹងវិរៈកងទឹកចូលមួយអត់តែខ្ញុំអនុគឺអត់ឲ្យខ្ញុំរកគឺរឿងថ្ងៃខ្ញុំដេកនឹកគឺរឿងថ្ងៃខ្ញុំអនុឲ្យខ្ញុំ